ចាងវ៉ាន់យ៉ុងនិងឥទ្ធិពលសម្រស់លំដាប់ព្រះនាងដែលមិនអាចរង្គោះរង្គើបានបច្ចុប្បន្នប្រសិនបើគេសួរថាតើតារាស្រីរូបណាដែលជាមហាក្សត្រីនៃប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យ K-pop ចម្លើយគឺពិតជាមិនអាចរំលងឈ្មោះចាងវ៉ុនយ៉ុងសមាជិកក្រុម IVE បានឡើយថ្មីនេះនាងបានធ្វើឲ្យបណ្ដាញសង្គមកូរ៉េនិងជប៉ុនភ្ញាក់ផ្អើលម្ដងទៀតតាមរយៈរូបសម្រស់ដ៏ល្អឥតខ្ចោះក្នុងអំឡុងពេលនៃការសម្ដែងប្រគំតន្ត្រីទេសចរណ៍នៅប្រទេសជប៉ុននៅក្នុងបណ្ដុំរូបភាពដែលកំពុងជាប់ទ្រេនខ្លាំងបំផុតចាងវ៉ាន់យ៉ុងបានបង្ហាញខ្លួនជាមួយនឹងការតុបតែងមុខយ៉ាងផ្ចិតផ្ចង់បំផុតស្បែកសមមរលោងដូចជាពណ៌សលែនបូករួមនឹងកែវភ្នែកធំដែលតុបតែងដោយ eyeliner យ៉ាងមុតស្រួចបានធ្វើឲ្យមើលទៅដូចជាតុក្កតាដែលមានជីវិតអ្វីដែលធ្វើឲ្យអ្នកគាំទ្រលងស្នេហ៍បំផុតនោះគឺស្ទីលម៉ូដសក់រលោងធំពណ៌ត្នោតចាស់និងបបោមាត់ភ្លឺរលោងដែលជួយឲ្យសម្រស់របស់នាងកាន់តែលេចធ្លោលើសគេមហាជនបានលាន់មាត់សរសើរថានេះគឺជាយុគសម័យមាសនៃសម្រស់របស់តារាស្រីវ័យ20ឆ្នាំរូបនេះជាការពិតណាស់ផ្លូវដើររបស់ចានវ៉ាន់យ៉ុងមិនមែនក្រាលដោយផ្កាកុលាបទាំងអស់នោះទេនាងតែងតែរងការរិះគន់មិនចេះចប់មិនចេះហើយចាប់តាំងពីរឿងធ្វើរឹកពីពេករហូតដល់រឿងញ៉ាំផ្លែស្ទ្រូប៊េរីដោយប្រើដៃឬការប្រើប្រាស់ទឹកមុខលើកម្រិតនៅលើឆាកមិនត្រឹមតែប៉ុណ្ណោះបញ្ហាបច្ចេកទេសច្រៀងនិងការទទួលបានការយកចិត្តទុកដាក់លើពីសមាជិកដទៃក៏ជាចំណុចដែលគេតែងតែយកមកវិញឯផងដែរទោះបីជាយ៉ាងណាសមត្ថភាពក្នុងការជំនះឧបសគ្គរបស់នាងគឺពិតជាមិនធម្មតារាល់ការរិះគន់ហាក់ដូចជាប្រេងដែលគេកំពុងដុតកម្ដៅប្រជាប្រិយភាពរបស់នាងឲ្យកាន់តែពុះកញ្ជ្រោលការពិតបានបង្ហាញថារាល់សម្លៀកបំពាក់ដែលនាងស្លៀកឬ style make up ដែលនាងប្រើសុទ្ធតែបានក្លាយជា trend ភ្លាមសម្រាប់យុវវ័យទូទាំងពិភពលោកចបានចាងវ៉ាន់យ៉ុងមិនត្រឹមតែជា center ដ៏ឆ្នើមរបស់ក្រុម IVE ដែលមានបទ hit ជាប់គ្នានោះទេប៉ុន្តែនាងក៏ជាកូនស្រីសំណប់របស់ម៉ាកយីហោលំដាប់ពិភពលោកច្រើនផងដែរវត្តមានដ៏រឹងមាំរបស់នាងនៅជប៉ុននេះពេលនេះគឺជាសក្ខីភាពបញ្ជាក់ថាមិនថាមានព្យុះភ្លៀងនៃពាក្យរិះគន់យ៉ាងណាក៏ដោយក៏តំណែងជាព្រះនាងម្ចាស់ K-pop របស់នាងនៅតែមិនអាចមានអ្នកណាមកដណ្ដើមបានឡើយ